បាទសួស្តីបងប្អូនថ្ងៃនេះសូមបង្ហាញពីការថែទាំនិងការបង្កាត់ពូជខ្យងបឺណានេះជាក់ស្ដែងលូនេះគឺលូមុខ1 ម៉ែត្រមូលណាកម្ពស់វាថាកន្លះម៉ែត្រចុះនេះនេះគឺខ្យងដែលមានអាយុ1 ខែបងប្អូនខ្យងដែលយើងភ្ញាស់ហើយនេះគឺទំហំ1 ខែណាវានេះពណ៌ស្អាតស្អាតងាយស្រួលក្នុងការដោតទឹកងាយស្រួលក្នុងការថែទាំណាហើយសម្រាប់ចំណុចនេះបងប្អូនឃើញជាក់ស្ដែងចឹងគឺយើងមានជក់សូឡាយើងមានជក់ស្លឹកធំកផ្លោកអីចឹងណាហើយបើយើងមានបន្លែផ្ទះបាយសល់ស្លយើងអាចដាក់ឲ្យស៊ីបានហើយអាប៉ុណ្ណឹងនេះគឺអាចចំបានច្រើនហើយបងប្អូនឃើញចឹងចំបានច្រើនគូសំនេះកូនចូលរាប់ពាន់កូនដែលខ្ញុំភ្ញាស់ណានេះអីគឺវាធំធាត់លឿនណានេះអីសុតពូជសុតពូជសុតតែម្ដងសាច់លឿងពូជសុតទីទៀតខ្ញុំនាំទៅមើលអាការភ្ញាស់ទូចមុនវាបានធំប៉ុណ្ណឹងគឺពីឆ្លងកាត់ទូចសិនតែនេះអីធំតែជំនាញពងសាច់វាលឿងស្អាតនេះអាងដែលយើងបំពន់ថែទាំកូនណាទាំកូនដែលយើងភ្ញាស់មកដើម្បីឲ្យយើងចំយើងថែទាំខ្យងយើងបានជាកូនពូនជាចៅមកបានហើយយើងថែទាំអញ្ចឹងបងប្អូនយកទៅដាក់ចោលតាមអាងហ្នឹងវាពិបាកក្នុងការលូតលាស់ធំធាត់តិចដោយសារតែវាលុកលាក់ជាមួយនឹងមេហើយមេវាប្រឈមមួយការខូចទឹកកាលណាយើងដាក់ចំណីច្រើនមេធំបងប្អូនអាចរកមើលលូមកកង់មកយើងបេះពងយើងភ្ញាស់បន្លែអញ្ចឹងណានេះមលូទៀតអានេះកូនទូចដែលយើងភ្ញាស់ណានេះយើងភ្ញាស់ទីថាយើងភ្ញាស់ពងមកច្រែងហើយយើងគិតថាវាប៉ុណ្ណឹងវាសមល្មមវាច្រើនគួរសមយើងក៏ដកទៅភ្ញាស់លូផ្សេងហើយនេះគឺអាយុវាបាន1 សប្តាហ៍ណានេះចងនេះអាយុ1 សប្តាហ៍នេះឃើញទេ1 សប្តាហ៍ហើយនេះចេកទុំឲ្យវាស៊ីវាឡើងមកស៊ីដល់ចេះស៊ីហ៎ចេកទុំគឺនៅក្នុងនេះសុទ្ធតែកូនខ្យងវាល្អិតឆ្មិញមែនតើដោយសារយើងភ្ញាស់វាថ្មីអញ្ចឹងវាល្អិតប៉ុន្តែធំលឿនណានេះតា10 ថ្ងៃជាងអីចាប់ដើមឡើងច្រើនហើយវាធំចឹងចាំឆ្អៀតតែលើនេះនៅទេបងមើលជាក់ស្ដែងនេះឡើងស៊ីតគួនណាវាមិនស៊ីតគួនស៊ីអីចឹងទេនេះស៊ីចេកទុំណាក្នុងអាងនេះយើងអាចដាក់បាន 4-5 ពាន់កូនវានៅតូចចឹងណាហើយកាលណាវាធំដូចរូបដែលខ្ញុំបង្ហាញទី1នោះគឺយើងចាប់ផ្ដើមរើសវាមិនបាច់តទៀតទេអញ្ចឹងកាលនេះគេហៅថាការផ្សាំកូនឬក៏បង្កាត់កូនណាយើងមានលូអញ្ចឹងមកយើងភ្ញាស់វាមកកញ្ច្រែងហើយយើងទុកវាចំនួនមួយដែលយើងគិតថាសមរម្យមិនឆ្អៀតយើងទុកវាទៅយើងពណ៌ចំណីទៅពណ៌ចំណីហើយវាចាប់ផ្ដើមឡើងធំចេះហើយណាធំចេះគឺយើងចាប់ផ្ដើមនេះអាចគប់លក់បាននេះប៉ុណ្នេះអាចលក់បានហើយផ្ញើទៅខេត្តបានព្រោះថាទំហំប៉ុណ្នេះយើងអាចផ្ញើបានអាយុវា1 ខែអញ្ចឹងណាវាសមរម្យអាចផ្ញើបានផ្ញើទៅរស់ហើយសម្រាប់បងប្អូនត្រូវការចែកទេអាចឆាតបាននេះហើយយើងមានគម្រោងដាក់ច្រើនលូអូយើងធ្វើការភ្ញាស់កាត់បន្តរហូតនេះទីតាំងថ្មីនេះគឺយើងដាក់ច្រើនលូចឹងសម្រាប់បងប្អូនត្រូវការពូជត្រូវការប្រឹក្សាយោបល់ចំចងបើអាចឆាតតាក់ទងសួរបន្ថែមបានសារព័ត៌មាននៅក្នុងវីដេអូនេះយើងរៀបរាប់បានអត់ទេវាចេញបានខ្លីៗចឹងណាបាទអរគុណជំរាបលា